នេះគឺជា server Mikita SMP ហើយថ្ងៃនេះផងដែរខ្ញុំនឹងមកធ្វើការ survival នៅក្នុង server Mikita SMP នេះហើយអ្នកគ្នាក៏ស្គាល់ server នេះគឺជា server របស់ខ្មែរយើងដែលល្បីមែនទែនសម្បូរអ្នកលេងច្រើនហើយខ្ញុំបានធ្វើការចូលលេងនៅកំឡុងពេលដែល server នេះទើបតែបើកថ្មីផងដែរខ្ញុំនឹងធ្វើការ survival នៅក្នុង server នេះលក្ខណៈជា episode អ្នកគ្នាកុំភ្លេចតាមដានវីដេអូនេះរហូតដល់ចប់ទាំងអស់គ្នាប៉ុន្តែមានរឿងមួយអ្នកគ្នាខ្ញុំមិនមែនលេងតែឯងទេខ្ញុំនឹងនាំយកកម្ពុជាមនុស្សទាំងអស់មកលេងនៅក្នុង server Mikita SMP នេះជាមួយខ្ញុំដែរដែលកម្ពុជាមនុស្សទាំងអស់ហ្នឹងគឺជាមិត្តភ័ក្តិរបស់ខ្ញុំអ្នកគ្នាខ្ញុំធ្វើការនាំគាត់មកលេងនៅក្នុង server Mikita SMP ជាមួយនឹងខ្ញុំហើយនៅក្នុង part នេះផងដែរខ្ញុំនឹងធ្វើការរកលុយឲ្យបានមួយអឹមហើយនឹងធ្វើរឿងមួយចំនួនផ្សេងទៀតតែមុននឹងចូលទៅកាន់វីដេអូអ្នកគ្នាកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងតោះចូលទៅកាន់វីដេអូទាំងអស់គ្នានឹងឯអ្នកគ្នានៅពេលខ្ញុំចូលមកភ្លាមនេះខ្ញុំក៏បាន TP ទៅគ្នាខ្ញុំហើយគ្នាខ្ញុំនឹងកំពុងតែតិចជីករ៉ែនៅក្នុងខែវចឹងហើយខ្ញុំក៏បានធ្វើការមកជីករ៉ែមួយគេដែរទៅមកដល់យើងអត់កាសយើងហ្នឹងខ្ញុំទៅបុកពី2យ៉ាងចេញមកទៅចង់ធ្វើឲ្យខ្ញុំមិនរងទៀតអត់មានដៃចឹងអត់សូវសបោសោះអូននឹងអូនពេងកុំមកកែវអើយជីក្បាលមកកែវតាក់អូខេ respect នឹងឯអ្នកគ្នានៅពេលខ្ញុំកំពុងតែជីករ៉ែហ្នឹងទៅមិត្តភក្តិខ្ញុំម្នាក់ក៏ថា spawner យើងអាចរកលុយបានចឹងហើយខ្ញុំក៏បានមកធ្វើការកាប់ spawner យើងទុករកលុយអ្នកគ្នាគឺថាយើងកាប់បានមែនបានមួយបានអីបានមួយបានណាក្បាត់នេះទេបាទនេះអរ៉េទុកនឹងឯអ្នកគ្នាបន្តមកទៀតខ្ញុំក៏បានធ្វើការទៅជីកនៅជីករ៉ែនឹងបន្តទៀតទៅនៅជីក iron ជីកlapis ជីក gold ជីក diamond អីនៅតទៀតចឹងទៅរកខ្ញុំទៅរកមែនខ្ញុំអត់ចង់រកទេហើយមកនេះយើងឃើញហើយគេឈ្មោះហើយហើយដល់ពេលកូនប្អូនវាឈ្មោះស្អីមើលប្អូនវាមានមុខស្អីមួយទៀតហ៎មួយមុខដូចម៉ែវាណែកូនគេមិនមុខដូចម៉ែវាជួយចាថារឿងនោះធ្វើឲ្យមិនឲ្យដូចទាំងពីរហ្មងកូនប្រុសមុខដូចណាតោដល់ពេលកូនស្រីមុខនឹងមេដាវាមេដាហ្នឹងឯងមេដាចឹងមកបានកុសលតិចអូហាមកនូ What ទៅឃើញហើយវិញ accept មកជិបត្រាប់ខ្ញុំអើយបងឯងអងលេងអ្វីណាលេងមីកតាជិបត្រាប់ខ្ញុំអើយលេងមីកតាអត់បានចូលលេងសូរីឈ្មោះទៅមើលម៉ាំងកាតែចាំថ្ងៃស្អែកចាំមើលទៅទុកសិនទៅមួយលេបអស់មួយពីអូនទេមួយពីចេះខ្ញុំឆ្ងល់ចេះខ្ញុំឆ្ងល់ពេលដែលយើងតាំងចំហឲ្យហៀច្រមកយើងមិនស៊ឺបចូលក្នុងហ៎តែពេលស៊ឺបចូលក្នុងធ្លាក់ចូលក្នុងខ្លួនយើងវិញយើងអត់មានខ្ពើមបន្តិចណាហើយដល់ពេលហៀមកក្រៅឲ្យយកស៊ីវិញដល់តាំងចូលមាត់មកទីខុសខួតចង់និយាយថាចេះអាហ្នឹងមនុស្សយើងចឹងថាដូចរូបភាពនៅឆានជាអត់ទេហូរទៅច្បាស់មកកុំយ៉ាហូរទៅច្បាស់មកញាត់ចូលមកកុំយ៉ាចាស់អូមកអាល្មើខ្ញុំវាយកុំយ៉ាចាស់
នឹងឯអ្នកគ្នាបន្ទាប់ខ្ញុំបានជីករ៉ែបានរៀងក្រៅដែរខ្ញុំក៏បានធ្វើការសម្រេចចិត្តឡើងទៅរកគ្នាខ្ញុំវិញហើយយើងទៅរកកន្លែងសង់ផ្ទះ មានអី ទៅមក accept ខ្ញុំខាប់ ទៅកំប្រាំងតាកំប្រាំងថាប្រូ ប្រូនោះទៅវិញហើយប្រូនោះទៅហើយហាស្អីនៅក្នុងកំទឹកខ្លាំងណាស់នៅ ខ្លាំងមិននៅតែឆ្ងាយ គេនេះស្អីគេនៅផ្ដាល់នេះភ្លើង ចេះអត់ស្អីគេអត់ព្រមឆៃធ្វើអត់ដែរ ខ្ញុំខ្លាច នោះនៅពូភ្នំទៅកដែរទៅឃើញ ណែមែន ឡាននេះមកស្លា មកទៅ ឡានត្រា មកធ្វើបាននេះលើព្រំតកហ្នឹងដូរកន្លែងធ្វើទៅ លោកកន្លែងធ្វើវិញ អូស្អីគេ ធ្វើលើខ្ពស់អូ នឹងឯអ្នកគ្នាបន្ទាប់ពីខ្ញុំបានមកដល់កន្លែង land គ្នាខ្ញុំក៏ប្រាប់គាត់ថាទៅរកកន្លែងផ្សេងធ្វើផ្ទះផ្សេងទៅដោយសារនៅហ្នឹងគឺថាវាសង់ទៅវាអត់ស្អាតមិនថាសង់ទៅអត់ស្អាតទេអ្នកគ្នាដោយសារតែអត់ចូលចិត្តនៅតំបន់តកអញ្ចឹងទៅក៏សម្រាប់ចិត្តថានាំគ្នាដូរកន្លែងផ្សេងទៅរកកន្លែងផ្សេងដើម្បីសង់បែបវិញនឹងឯអ្នកគ្នាបន្ទាប់មកគ្នាខ្ញុំក៏សម្រាប់ចិត្តថាយើងដូរកន្លែងផ្សេងនៅអញ្ចឹងណាហើយខ្ញុំក៏បាន OTP ដើម្បីទៅរកកន្លែងផ្សេងនៅហើយបើរកកន្លែងផ្សេងតែគួរសមនៅខ្ញុំឲ្យគ្នាខ្ញុំ TP មកតាមនឹងឯអ្នកគ្នាបន្ទាប់ពីខ្ញុំ OTP មកគឺថាយើងមកដល់កន្លែងតំបន់ Jungle គឺថាវាមាន bamboo shirt សម្រាប់យើងកាប់លក់យកលុយអញ្ចឹងអ្នកគ្នាអញ្ចឹងទៅគឺថាយើងអាចcomplete ជាមួយនឹងឆ្លងរកលុយមកយើងបានអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំនៅនឹងទៅហើយខ្ញុំនឹងធ្វើការកាប់យក bamboo នឹងលក់ហើយខ្ញុំក៏ហៅគ្នាខ្ញុំមកនៅជាមួយខ្ញុំដែរអ្នកគ្នាហើយបន្ទាប់មកខ្ញុំក៏បានaccept គាត់មកនៅចិត្តគ្នាមកអ្នកគ្នាដើម្បីឲ្យយើងស្រួលនៅមួយគ្នាអញ្ចឹងអ្នកគ្នាLet's go TPA សាប់មកអូស៊ីគេ I love you ដូ DR 10 O HHH នេះ I love you នេះ អី មកទៅខែនេះខែទៅ clear ដែរនេះ clear ហើយអ៊ីសាប់បងទេវ៉ាបងធូរហើយ យីអូនទេ ខ្លាំងហើយ មានឃើញ TP មកផងភ្លេចឈ្មោះគ្នានំសួរ ខ្ញុំនឹងវាយបងឯងហ៊ានទៅខ្ញុំវាយបងឯងនឹងត្រូវរត់បាក់ជើងប្រយ័ត្នបន្តិច ហ្នឹងហើយអ្នកគ្នាបន្ទាប់ខ្ញុំបាន explore តិចមកខ្ញុំក៏បានជួបនឹងប្រាសាទនៅតំបន់ Jungle ហើយខ្ញុំក៏បានTP គ្នាខ្ញុំមកនឹងដើម្បីមកមើលចឹងទៅដោយសារតែអូននេះគាត់អត់ដែរឃើញប្រាសាទហ្នឹងទេចឹងហើយខ្ញុំក៏បានហៅគាត់មកមើលហើយដល់ពេលដែលខ្ញុំនាំគាត់មកហ្នឹងខ្ញុំក៏បាននៅនេះចុចកុងតាក់នេះចុះឡើងសេរីចុះឡើងចង់ដឹងថាវាមិនតែមានណាអូន climb land បដ ாய் ចឹងហើយខ្ញុំបានយកអវ៉ាន់ទៅបានលូតបានផងស្រាប់ថាអូននោះ climb land ចឹងហើយខ្ញុំសំដល់ក៏អត់បានយកអវ៉ាន់ផងដល់ពេលចឹងទៅក៏ខ្ញុំអត់ខ្ជិលនៅទៀតដែរដោយសារយកអវ៉ាន់អត់កើតចឹងហើយខ្ញុំក៏សម្រេចចិត្តថាចេញពីនឹងបន្តដំណើរទៅមុខទៀតដើម្បីទៅរកកន្លែងសង់ផ្ទះយើងតទៀតចឹងទៅ អូខេអ្នកគ្នាបន្ទាប់ខ្ញុំបានដើររៀងយូរតិចមកខ្ញុំក៏បានជួបនៅកន្លែងនេះវាដីរៀបស្មើចឹងទៅហើយវាក៏អត់ឆ្ងាយពីតំបន់ Jungle ទៀតអ្នកគ្នាចឹងហើយខ្ញុំក៏សម្រេចចិត្តថាclimb land នៅនឹងដើម្បីយើងងាយស្រួលក្នុងការកាប់យក bamboo នៅក្នុងព្រៃ Jungle ហើយនឹងនៅជិតនឹងវាស្លាស់ហើយវាមានឈើសឈើប្រភេទឈើផ្សេងៗអ្នកគ្នាតំបន់នឹងវាមានប្រភេទឈើច្រើនយើងងាយស្រួលការកាប់យកចឹងណាអ្នកគ្នា
ហើយចឹងទៅក៏ខ្ញុំមើលសម្រាប់ចិត្តថា climb land នៅនឹងហ្មងទៅហើយ ត្រូវក៏ មើលវាចង់វាយខ្ញុំមើលទីឲ្យបោះខ្ញុំណា ដាក់នៅសិនហើយ មិនត្រូវយូរ វាយកទៅណាអត់ទេយកទៅណាដាក់នៅសិនទៅអូខេអ្នកគ្នាឥឡូវគឺថាខ្ញុំបានរៀបចំដីយើងរួចរាល់ហើយខ្ញុំបានដាក់ឈើប៉ាត់ជុំវិញឲ្យយើងមើលទៅដឹងថាដីយើងធំណាស់អ្នកគ្នានឹងអ្នកគ្នាបន្តមកទៀតខ្ញុំក៏បានធ្វើការក្រាស់ធ្វើជាហឹបមួយដើម្បីទុកដាក់អវ៉ាន់សារអវ៉ាន់យើងច្រើនតែពេញខ្លួនហ្មងចឹងហើយខ្ញុំក៏បានក្រាស់ហឹបដាក់អវ៉ាន់ទៅក៏មកដាក់នៅខ្លួនកីឡូយើងមិនមក creeper ក៏មកផ្ទុះមក creeper មកផ្ទុះយើងក៏មានមកអីមកវាយយើងងាប់បាត់ទៅកីឡូបាត់អវ៉ាន់អស់ចឹងគឺខ្ញុំសម្រេចថាក្រាស់ហឹបដាក់ទុកចឹងទៅហើយបន្តមកទៀតខ្ញុំក៏បានធ្វើការចោះមកជីកថ្មដើម្បីធ្វើជាចក្រានខ្ញុំចង់យកចក្រានហ្នឹងទៅដុតដៃអ្នកគ្នាហើយយកដៃហ្នឹងក្រាស់ធ្វើជាដាវចឹងទៅយើងទៅកាប់យក bamboo យកទៅលក់ ហើយតំបន់នេះ មានគេដល់ មានអាណាមកលូតទេអូវិតងាប់ អ្នកគ្នាបានទៀត គ្មានណាលុយខែប្រយោជន៍ទេទេ ចេះតែញ៉ាយខ្ញុំលក់យកលុយចាយសោះ តែ អូ ហ្នឹងហើយអ្នកគ្នាបន្តបន្តិចខ្ញុំក៏បានយក diamond ដែលខ្ញុំជីកបានហ្នឹងខ្ញុំក្រាស់ទៅជាស្រាប់ពាក់មួយឈុតដើម្បីការពារកុំឲ្យមានមកឲ្យវាមកវាយយើងឈឺជាងមុនចឹងអ្នកគ្នាអាហ្នឹងយើងការពារខ្លួនកុំឲ្យយើងងាប់ចឹងទៅខ្ញុំក៏បានក្រាស់ធ្វើជាទុកពាក់ការពារខ្លួនចឹងទៅហើយបន្ទាប់ពីខ្ញុំបានក្រាស់អីហើយខ្ញុំក៏បានយក iron ខ្ញុំប្រម៉ូដុតបានហ្នឹងយកក្រាស់ធ្វើជាដាវហើយយកទៅកាប់អាស័យដើម្បីយកទៅលក់នឹងនៅគ្នាពេលដែលខ្ញុំកំពុងកាប់អាស័យមិញហ្នឹងខ្ញុំក៏បានចាប់បានសេក2ហើយនឹងឆ្កែមួយផងដែរយើងយកមកវាទុកចិញ្ចឹមគេថានេះលើស្មាខ្ញុំជួនតែនៅគ្នាឥឡូវគឺខ្ញុំដាក់វាចុះសិនហើយខ្ញុំទៅរកកាប់អាស័យបន្ថែមទៀតនឹងនៅគ្នាសារខ្ញុំអស់ដាវកាប់អាស័យចឹងហើយខ្ញុំក៏មកក្រាស់ដាវបន្ថែមដើម្បីយកទៅកាប់អាស័យយើងបន្តទៀត នឹងនៅគ្នានៅកន្លែងនេះខ្ញុំកំពុងទៅកាប់អាស័យសុកហ្នឹងមានពីងពីងវាមកហើយខ្ញុំចង់ឲ្យខ្ញុំក៏បានវាយវាមានណាជ្រុលដៃចំសេកខ្លួនឯងនៅគ្នាឥឡូវគឺថាសេកខ្ញុំបានងាប់ហើយសេកពណ៌ក្រហមគឺថាខ្ញុំស្ដាយមែនតើសេកនឹងខំចាប់ហើយសេកហ្នឹងក៏ពិតទៅខ្ញុំទុកវាតែតែអ្នកគ្នាប៉ុន្តែខ្ញុំមិនដឹងថាដាក់ទៅវាអត់អង្គុយយ៉ាងហើយខ្ញុំក៏ដាក់វាមកតាមខ្លួនចឹងទៅនឹងនៅគ្នាដល់ពេលខ្ញុំមកដល់ផ្ទះវិញខ្ញុំក៏បានជីកដីធ្វើភ្នោមួយឲ្យសេកយើងដាក់រោមវាចូលក្នុងភ្នោអ្នកគ្នាដើម្បីឧបកិច្ចថាសាកសពសេកយើងនិយាយទៅអានេះខ្ញុំធ្វើបុណ្យឲ្យសេកយើងអ្នកគ្នាក៏ឲ្យធ្វើអីគេធ្វើបុណ្យធ្វើភ្នោឲ្យវា
ហើយខ្ញុំឲ្យបានដាក់ផ្កាម្តងវាផងដែរដើម្បីគ្រប់វិញ្ញាណក្ខន្ធដល់សេកយើងអ្នកគ្នាគឺថាសេកមែនតើសេកនៅមួយខ្ញុំបានមួយផ្លែតឥឡូវងាប់បាត់ហ្នឹងហើយអ្នកគ្នាហ្នឹងហើយអ្នកគ្នាបន្តទៀតខ្ញុំក៏បានហើយមកកាប់អាស័យយកមកលក់ទៀតឥឡូវយើងបានលុយបន្ថែមទៀតហើយអូខេអ្នកគ្នាឥឡូវគឺថាលុយយើងបានមកអឹមហើយអ្នកគ្នាឥឡូវគឺថាយើងហើយគ្រប់ហើយឥឡូវខ្ញុំធ្វើការទៅឡានយើងវិញសិនដើម្បីយើងទៅបិទបញ្ចប់វីដេអូនៅឡានយើងក្រោយអូខេអ្នកគ្នាឥឡូវយើងថាខ្ញុំមកដល់ឡានខ្ញុំវិញហើយគឺថាលុយខ្ញុំគឺថារកបានមកអឹមហើយអ្នកគ្នាចឹងគឺថាវីដេអូហ្នឹងគឺថាបញ្ចប់ត្រឹមហ្នឹងហើយអូខេអ្នកគ្នាសម្រាប់អរគុណសម្រាប់ការទស្សនាអ្នកគ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃអ្នកគ្នាមកទស្សនាវីដេអូការរបស់ខ្ញុំអ្នកគ្នាឥឡូវគឺថាមុននឹងបញ្ចប់បាទអ្នកគ្នាចូលចិត្តវីដេអូនេះអ្នកគ្នាកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំអ្នកមួយផងជាពិសេសlike អ្នកគ្នាដោយសារតែខ្ញុំទៅធ្វើថ្មីអញ្ចឹងទៅអ្នកគ្នាlike ខ្ញុំច្រើនណាស់ដើម្បីឲ្យមានអ្នកមើលច្រើនអ្នកគ្នាឥឡូវគឺថាវីដេអូមានប៉ុណ្្នឹងទេបាយបាយអ្នកគ្នា